សួស្តីអ្នកនរគ្នាតោះថ្ងៃនេះថ្ងៃច័ន្ទបាទយើងមកវិភាគទៅលើតម្លៃហាងឆេងមាសបាទមួយសប្តាហ៍ពេញក៏ដូចជាការពីសប្តាហ៍កន្លងទៅទាំងអស់គ្នាអញ្ចឹងតើតើនឹងការពីអាទិត្យមុនបាទគឺនៅថ្ងៃសុក្រផ្ទាល់តម្លៃហាងឆេងមាសគឺមានការកើនឡើងគួរឲ្យកត់សម្គាល់មែនទែនអ្នកនរគ្នានៅលើទីផ្សារអន្តរជាតិការពីថ្ងៃសុក្រមានការកើនឡើង3%ជាងបាទបើយើងគិតទៅនៅលើទីផ្សារអន្តរជាតិប្រែប្រួល$140ក្នុងមួយអោនឬជាង$160បាទនៅក្នុងមួយតម្លឹងដោយសារតែការពីថ្ងៃសុក្រហ្នឹងមានព័ត៌មានចេញពីខាងសហរដ្ឋអាមេរិកទាក់ទងនឹងរបាយការណ៍ការងារបាទអញ្ចឹងរបាយការណ៍ការងារហ្នឹងបាទគឺចេញមកខុសពីការព្យាករណ៍របស់សេដ្ឋកិច្ចវិទូបាទគឺច្រើនខ្លាំងមែនទែនបាទគឺគេព្យាករណ៍ថាលុយដុល្លារនឹងល្អបាទប៉ុន្តែកំឡុងពេលចេញផ្សាយព័ត៌មានហ្នឹងគឺមិនត្រឹមតែមិនបានបង្កើតការងារថ្មីទេបាទគឺថែមទាំងបាត់បង់ការងារទៀតសម្រាប់ប្រជាជននៅខាងសហរដ្ឋអាមេរិកនៅខែ7បងប្អូនបាទគឺដក 23K ទៅធ្វើឲ្យតម្លៃមាសកើនឡើងខ្លាំងមែនទែនកាលពីថ្ងៃសុក្រនោះបាទហើយបន្ទាប់ពីព័ត៌មានហ្នឹងបាទថ្ងៃសៅរ៍អាទិត្យនេះវិញបាទគឺមានព័ត៌មានតាក់ទងទៅនឹងសង្គ្រាមនៅមជ្ឈមបូព៌ារវាងសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់បាទបច្ចុប្បន្នគឺអត់មានការវាយប្រហារគ្នាបន្ថែមទៀតទេបងប្អូនបាទអញ្ចឹងប្រទេសទាំងពីរនេះកំពុងតែស្ថិតនៅក្នុងការចរចាគ្នាតាមរយៈបាទភាគីទី3ដែលជាប្រទេសអូម៉ង់បាទអញ្ចឹងបច្ចុប្បន្នអូម៉ង់កំពុងតែចរចាជាមួយនឹងអ៊ីរ៉ង់ហើយច្រកសមុទ្រ Hormuz បាទនៅតែបន្តបិទបាទគឺមិនទាន់មានព័ត៌មានផ្លូវការណាផាយថាច្រកសមុទ្រមួយនេះគឺនឹងបើកមកវិញទេអញ្ចឹងយើងរងចាំមើលបាទថាតើប្រទេសទាំងពីរនេះគឺមានការចរចាត្រូវគ្នាដែរឬទេបងប្អូនបាទហើយយើងកន្លែងមកក្នុងអាទិត្យនេះវិញផ្ទាល់បាទហាងឆេងមាសក៏នឹងមានការប្រែប្រួលសកម្មខ្លាំងបន្ថែមទៀតហើយដោយសារតែនៅក្នុងសប្តាហ៍នេះគឺមានព័ត៌មានធំបាទចេញពីខាងសហរដ្ឋអាមេរិកមួយទៀតបាទគឺតាក់ទងនឹងព័ត៌មាន CPI បាទ Consumer Price Index ឬមួយក៏យើងហៅថាជាព័ត៌មានអតិផរណាបាទអញ្ចឹងជាអត្តពលខ្លាំងទៅដល់ទីផ្សារមែនតើហើយនឹងព័ត៌មាន PPI បាទនៅក្នុងថ្ងៃពុធហើយនឹងថ្ងៃពហុបាទបងប្អូនរងចាំមើលបាទតើតម្លៃមាសនឹងបន្តការកើនឡើងបន្ថែមទៀតទេបងប្អូនឬមួយក៏មានការសុទ្ធចុះវិញខ្លះសម្រាប់សប្តាហ៍នេះបាទអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូរបស់យើងបាទអញ្ចឹងបើសិនជាមានចម្ងល់អីអាចធ្វើការតាក់ទងមកកាន់ក្រុមការងាររបស់យើងឬមួយក៏ Facebook Page ដែលនៅខាងលើវីដេអូមួយនេះបាទអរគុណច្រើន